ខ្ញុំមកបងប្អូនខកតែពីព្រលឹមឡើងចុងសប្តាហ៍អីចឹងគឺដឹងតែមកសួនហើយហើយបើថាថ្ងៃធ្វើការថ្ងៃអីអញ្ចឹងគឺខ្ញុំមកសួនដែរអញ្ចឹងខ្ញុំមកគ្រាន់តែស្រូចដំណាំស្រូចអីអញ្ចឹងណាហើយបើថាមានអីត្រូវទុំឬក៏ត្រូវបេះអីហ្នឹងក៏បេះចឹងទៅហើយបើថាថ្ងៃអាទិត្យអញ្ចេះគឺថាក្រោកឡើងកាន់តែមកគឺថាដើរត្រេតត្រោតនៅក្នុងសួនដំណាំហ្នឹងអត់មានចពាក់ពីណាគេមរៀលទេចពាក់ទៅធនាគារហ្នឹងឯងហើយបងគៀយើងហៅបងគៀអញ្ចឹងណាបងប្អូនបងគៀគាត់ស្គាល់យើងណាបងប្អូនហើយគ្មានពីណាស្គាល់ខ្លាំងជាងបងគៀទេព្រោះដោយសារបងគៀគឺថាឲ្យតែឃើញយើងគាត់ដឹងតែសប្បាយចិត្តព្រោះយើងបានទៅជួបគាត់ចឹងទៅយើងខ្ចីលុយគាត់បន្ថែមមករហូតចឹងណាហើយមួយរយៈនេះនៅអូស្ត្រាលីគឺថាក្តៅមែនតែនក្តៅខ្លាំងហើយដូចម្សិលមិញអីក្តៅនោះក្តៅនិយាយទៅក្តៅឡើងដល់ថ្នាក់ភ្លើងឆេះភ័យហើយមិនត្រឹមប៉ុណ្ណឹងខ្យល់ខ្លាំងទៀតដល់ពេលខ្យល់វាខ្លាំងពេកទៅវាហោះហើរអាកណ្ដាតភ្លើងហ្នឹងទៅឆេះដល់ផ្ទះប្រជាជនឲ្យស្ដាយមែនតើបងប្អូនផ្ទះប្រជាជនដែលគាត់រស់នៅតាមមាត់សមុទ្រណាផ្ទះទាំងអស់ហ្នឹងមិនមែនតិចលានទេណាបងប្អូនរាប់លានហើយដល់ចឹងទៅគាត់ឆេះផ្ទះឆេះអីទៅនិយាយទៅយើងមិនអាចជួយអីគាត់បានទេមានតែភាពអាណិតអាសូរអីចឹងណាបងប្អូនឥឡូវយើងត្រឡប់មកសួនខ្ញុំវិញនិយាយទៅដើមផ្កាមិញអាហ្នឹងពងបេះមិញហ្នឹងណាបងប្អូនអាហ្នឹងគឺជាដើមអីគេសាឡាត់ណាបងប្អូនសាឡាត់ខ្មែរយើងហើយទៅសัตว์វាចុះមកស៊ីពេលទៅខ្ញុំអត់បានបេះឥឡូវហ្នឹងគឺគិតថាមកឈរបេះយកគ្រាប់ទុកចឹងណាព្រោះដោយសារពេលខ្លះទៅមួយឆ្នាំទៅមួយឆ្នាំខ្ញុំវល់លបាចគ្រាប់អស់ចឹងទៅហើយភ្លេចទុកចឹងណាហើយបងប្អូនខ្មែរខ្លះគាត់ចេះចង់បានពូជសាឡាត់ហ្នឹងចឹងព្រោះជួនកាលប៉ិតថាសាឡាត់បងប្អូនសម្បូរណាសាឡាត់គ្រប់ម៉ាកគ្រប់ម៉ូតហ្នឹងនៅប្រទេសអូស្ត្រាលីប៉ុន្តែសាឡាត់ខ្មែរយើងអាសាឡាត់ស្រួយហ្នឹងដែលយើងចូលចិត្តញ៉ាំលក់ញ៉ាំផ្ទាប់ស្អីគេបាញ់ឆាវឬក៏ញ៉ាំផ្ទាប់អីគេបាញ់ហយបាញ់អីហ្នឹងឆ្ងាញ់ណាបងប្អូនហើយភាគច្រើនព្រលឹមឡើងអញ្ចឹងបងប្អូនគឺខ្ញុំមកអញ្ចឹងទៅឈរត្រេតត្រោតពុតពេនជាមួយនឹងតំណាំតំណោយអញ្ចឹងទៅដាក់ឲ្យវាឡើងទ្រើងឲ្យស្រួលបួលអញ្ចឹងណាបើយើងអត់ទៅជួយវាទេវាអត់ឡើងទៅខ្ពស់ទេវានៅបាក់កបាក់អីនៅអញ្ចឹងទៅថ្ងៃមុនបងប្អូននៅចាំអត់នេះអាលពៅដែលខ្ញុំយកផ្កាស៊ូគីនីយកមកឈ្មុលជាមួយហ្នឹងឥឡូវបានមកប៉ុណ្្នឹងហើយនេះលយរបស់គេប៉ុន្តែបញ្ជាក់ជូនបងប្អូនតិចអាផ្កាលពៅយើងយកទៅដាក់ស៊ូគីនីអត់កើតទេខ្ញុំធ្វើហើយអត់ចេញលទ្ធផលទេស្អុយលួយទៅវិញមកមិនដឹងថាយើងដាក់អត់ត្រូវពេលវេលារបស់វាឬក៏យ៉ាងណាណាហើយមួយទៀតគឺថារៀងរាល់ព្រឹកឡើងអញ្ចឹងបើសិនជាខ្ញុំមានឃើញដូចនេះដើមអាលឹករបស់ខ្ញុំហ្នឹងមានផ្លែមានផ្កាអញ្ចឹងគឺខ្ញុំចាប់ផ្ដើមយកបេះអាពូជបេះផ្កាឈ្មោលយកទៅដាក់ផ្កាញីឯងព្រោះបើមិនធ្វើអញ្ចឹងទេអត់បានផ្លែញ៉ាំទេហើយអានេះគឺជាផ្កាអាទីឈប់ដែលបងប្អូននៅស្រុកខ្មែរសួរច្រើនអីចឹងណាផ្កាហ្នឹងបងប្អូននិយាយដោយស្មោះទៅខ្ញុំអត់បានញ៉ាំអត់ទាន់បានភ្លក់ទេឥឡូវចាស់អស់ហើយទុកយកគ្រាប់តែម្ដងហើយបើដើមស្អីគេនេះអីមិនប៉ាពីហ្នឹងអីគេមមាញ sorry មមាញហ្នឹងគឺអត់បានញ៉ាំដែរបងប្អូនគឺថាដុះឥឡូវចេញផ្លែចេញគ្រាប់បាត់ទៀតហើយឥឡូវដើមស៊ូនេះតាមពិតខ្ញុំអត់ដែរចង់ដាំទេបងប្អូនព្រោះតែសារខ្ញុំមិនអ្នកបកាយញ៉ាំតែឥឡូវមានខ្មែរយើងមកគ្រួសារគាត់មកនៅអញ្ចឹងណាអញ្ចឹងអាណាខ្ញុំញ៉ាំកើតអីដាំទៅចែកគាត់ញ៉ាំទៅនិយាយទៅថាចែកគេតែរហូតហ្នឹងខ្លួនឯងមិនសូវជាអ្នកបកាយញ៉ាំទេដូចជាដើមស៊ូគីនីដើមអីហ្នឹងមិនសូវជាបកាយញ៉ាំទេប៉ុន្តែបើថាផ្លែឈើផ្លែអីដូច strawberry ដូចអីហ្នឹងគឺញ៉ាំថាស្លឹកកធុំថេតនេះគឺដឹងតែញ៉ាំហើយព្រោះខ្ញុំចូលចិត្តញ៉ាំមួយនំបញ្ចុកនិយាយដោយស្មោះបងប្អូនស្លឹកកធុំថេតហ្នឹងការញ៉ាំនៅស្រុកខ្មែរខ្ញុំអត់ចេះញ៉ាំទេណាតែចេញមករស់នៅស្រុកគេហ្នឹងឯងខ្វះលបោយនេះខ្វះលបោយនោះឃើញគេដាំអានេះឃើញគេដាំអានោះហ្នឹងគេក៏ដាំតាមគេហើយខ្ញុំនិយាយដើមតាមត្រង់អាដើមកធុំថេតហ្នឹងក៏អរគុណដល់បងស្រីជនជាតិថៃគាត់ឲ្យខ្ញុំពីរដើមបងប្អូនដើមចេកក៏គាត់ឲ្យខ្ញុំដែរហើយអ្នកចិត្តខាងខ្ញុំឲ្យខ្ញុំហើយហ្នឹងហើយនិយាយទៅដល់ខែនេះក្តៅអញ្ចឹងបងប្អូនគឺយើងអាចធ្វើការបដោះគ្រាប់ពូជខ្លះដែរអញ្ចឹងណាតាមយើងមើលតាមអាកាសធាតុដូចដើមពោតដើមអីអញ្ចឹងបងប្អូនអាចដាក់គ្រាប់ដាំបន្តទៀតអញ្ចឹងណាហើយបើថាខ្ទឹមរបស់ខ្ញុំវិញអានេះខ្ញុំអត់បានដកឥឡូវវាចាប់ផ្ដើមដុះមកវិញទៀតហើយមើលគេអូយឡើងទលុកទលុននិយាយទៅប្រហែលជានៅ3គុំ4គុំបងប្អូននៅ4គុំប៉ុណ្ណឹងទៀតអត់ទាន់បានដកបើដើមឈូកខ្ញុំវិញក្រេតត្រោតដល់ហើយអត់ទាន់មានផ្កាទេណាបងប្អូននិយាយទៅនេះគឺជាឆ្នាំទី2ហើយអាចកហ្នឹងវាដុះពេញហ្នឹងឥឡូវហ្នឹងគិតថាដួសយកទៅឲ្យត្រីស៊ីអញ្ចឹងត្រីមាន់ស៊ីព្រោះអីខ្ញុំអត់មានត្រីទេមានតែមាន់ហើយអានេះគឺដើមស៊ូគីនីហើយមកផ្លែហ្នឹងក៏ប្រប៉ុណ្ណាណៃអញ្ចឹងខ្ញុំគិតថាទុកផ្លែហ្នឹងទៅខែងលក់បានពូជ
គួសមអីចឹងទៅខ្ញុំផ្ញើជូនឲ្យបងស្រីខ្ញុំនៅស្រុកខ្មែរដាំចឹងណាចង់ឲ្យបងស្រីគាត់នៅស្រុកខ្មែរសាក់លបងដាំចឹងទៅខាងលោកបងប្អូនចង់សាក់លបងញ៉ាំរសជាតិនឹងប៉ុន្តែគាត់តែចង់ប្រាប់បងប្អូនថាស៊ូគីនីឃើញតែគេថតមកល្អមើលល្អអីបើនិយាយពីរឿងចាញ់ខ្ញុំនិយាយថាចាញ់ម្នងវិញបងប្អូនខ្ញុំថាម្នងឆ្ងាញ់ជាងណាគាត់ថានៅនេះគេយកបរទេសគេច្រើនយកអាហ្នឹងធ្វើអីគេ zucchini slice គេចៀនមួយពងមាន់ពងទាស្អីគេអស់ហ្នឹងណាបងប្អូនហ្នឹងហើយគេចូលចិត្តញ៉ាំបែបហ្នឹងឯងក្នុងសួនខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនហើយបើថាម្ទេសវិញឆ្នាំនេះប្រហែលជាចង់ស្ទើរជាងឆ្នាំទៅម្ដងទេនេះ